ណាគេខ្លះមានត្រីឲ្យខ្ជិលធ្វើចាញ់មុខមាត់ទាំងអស់គ្នាចូលធីមជាមួយខ្ញុំបើរឿងធ្វើម្ហូបអត់ស្អីចាញ់គេមិនទេតែបើសិនជារឿងធ្វើត្រីនេះមួយនិយាយពីថាខ្ជិលមែនតើមុននឹងទៅមើលដំណើរដើមតងក្នុងការខ្ជិលធ្វើត្រីហ្នឹងឥឡូវហ្នឹងនាំគ្នាពិភាក្សាគ្នាសិនថានាំគ្នាត្រូវទៅផ្សារណាអញ្ចឹងណាឥឡូវចាប់ផ្ដើមសម្រាប់សម្រួលត្រូវគ្នាហើយថានាំគ្នាទៅផ្សារបដងគឺអត់ទៅផ្សារដងទេដោយសារតែផ្សារដងវារៀងឆ្ងាយដែរអញ្ចឹងហ៎ហើយគម្រោងទៅគឺម្នាក់ៗអត់មានលុយទេប៉ុន្តែទៅដល់ចូលសិតតទូមួយតែម្ដងហើយរៀងស្ងាត់ដែរនៅផ្សារអត់សូវមានមនុស្សប៉ុន្មានទេថ្ងៃអាទិត្យហ្នឹងឈើចាំគេយូរពេកខ្ញុំឃ្លានខ្ញុំក៏ទៅទិញនំពុំនេះចំនួន3សិននំគាត់ឆ្ងាញ់ហើយបន្ទាប់ពីមើលមកជុំហើយក៏នាំគ្នាមកទិញសភៅទិញអីព្រោះឥឡូវហ្នឹងដល់ពេលវេលាដែលសិស្សសាលាគឺគាត់ចូលកងវិញហើយអញ្ចឹងទៅត្រូវត្រៀមសម្ភារៈគាត់ចូលរៀនហើយនៅផ្សារអត់សូវមានមនុស្សទេអ្នកទាំងអស់គ្នាអីរៀងស្ងាត់ដែរក៏មកទិញបន្លែ2 3ហើយក៏ឆ្លៀតមែនជាមួយនឹងកូនជ្រូកនេះឲ្យកូនមួយដែរបន្ទាប់ពីមកពីផ្សារចូលទិញនំគ្រក់យកផ្ញើអ្នកអូភ្លេចប្រាប់អ្នកទាំងអស់គ្នាមុននឹងបានមកដល់កន្លែងនំគ្រក់ហ្នឹងគឺពួកខ្ញុំបានចូលទៅទិញត្រីហើយរៀងប្រកែកជាមួយនឹងអ្នកលក់ដែរថាអ្នកលក់ហ្នឹងធ្វើឲ្យអត់បើសិនជាគាត់ធ្វើយក2គីឡូហើយបើគាត់អត់ធ្វើទេគឺពួកខ្ញុំអត់ទិញទេចុងក្រោយសម្រាប់ជំរួសគឺទៅទិញកន្លែងគាត់ទៅដែរអ្នកទាំងអស់គ្នាហើយមកដល់ផ្ទះនេះអត់អស់ចិត្តទៀតឃើញពូឡាននេះមកលក់ឲ្យវ៉ាន់នាំគ្នាឈរទិញទៀត